កំពូលតារាចម្រៀងតនច័ន្ទសីមារំលឹកពីការតស៊ូនិងលើកទឹកចិត្តប្អូនៗជំនាន់ក្រោយស្របពេលកំពុងធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper កញ្ញាតនច័ន្ទសីមាដែលជាតារាចម្រៀងលេចធ្លោប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra បានរំលឹកពីការតស៊ូនិងបានផ្ដាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយកុំបោះបង់ក្តីស្រមៃខ្លួនមកទល់ពេលនេះកំពូលតារាចម្រៀងតនច័ន្ទសីមាបានឈរនៅលំដាប់កំពូលដែលខ្លួនចង់បានហើយបទចម្រៀងនាងជាច្រើនក៏ទទួលបានការពេញនិយមនិងការគាំទ្រច្រើនពីមហាជនទាំងក្នុងនិងក្រៅប្រទេសប៉ុន្តែមុននឹងឈានជើងមកដល់សប្តាហ៍នេះជីវិតនាងក៏ជួបនៅឧបសគ្គជាច្រើនផងដែរកញ្ញាតនច័ន្ទសីមាបានរំលឹកពីប្រវត្តិតស៊ូខ្លះៗរបស់ខ្លួននៅលើវិស័យចម្រៀងនេះឲ្យអ្នកគាំទ្របានដឹងដោយនាងបានរៀបរាប់នៅលើ Facebook របស់ខ្លួនថាខ្ញុំជឿលើអ្វីដែលខ្ញុំបានខំប្រឹងប្រែងខិតខំតស៊ូមិនបោះបង់មិនទន់ជ្រាយអរគុណបងប្អូននិងអ្នកទាំងអស់គ្នាជុំវិញខ្លួនខ្ញុំសម្រាប់ក្តីស្រឡាញ់ផ្ដល់ឱកាសកម្លាំងចិត្តជ្រោមជ្រែងខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងធ្វើបានសម្រេចនៅក្តីស្រមៃរបស់ខ្លួនក្នុងថ្ងៃណាមួយដូចគ្នាខ្ញុំផ្ដល់កម្លាំងចិត្តឲ្យណាក្រៅពីអាជីពចម្រៀងកញ្ញាតនច័ន្ទសីមាក៏បានវិវត្តខ្លួនមួយជំហានទៀតក្លាយទៅជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ថ្មីត្បិតតែមើលទៅនាងនៅក្មេងខ្ចីបន្តិចក៏ពិតមែនប៉ុន្តែក្នុងខ្លួននាងពេញដោយសមត្ថភាពនិងទេពកោសល្យខាងផ្នែកចម្រៀងរហូតទទួលបានការស្រឡាញ់និងការគាំទ្រច្រើនពីមហាជនគួររំលឹកផងដែរថាកញ្ញាតនច័ន្ទសីមាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងឆ្នាំ2022បើទោះបីជាមមាញឹកនៅក្នុងការងារសិល្បៈនាងមិនបានបោះបង់ការសិក្សារបស់ខ្លួនចោលឡើយផ្ទុយទៅនាងបានខំប្រឹងប្រែងសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រតាមក្តីស្រមៃ